วิธีสร้างงี้ๆ7យ៉ាងជួយសម្រាលភាពតានតឹងរបស់អ្នកឲ្យឆាប់ធូរស្បើយដោយសារការងារការសិក្សារៀនសូត្រនិងរឿងជាច្រើនទៀតបណ្ដាលឲ្យមនុស្សម្នាក់ៗតែងទទួលរងនូវភាពស្មុគស្មាញនិងភាពតានតឹងនៅក្នុងអារម្មណ៍វិធីសាស្ត្រងាយៗខាងក្រោមនេះនឹងជួយសម្រាលភាពតានតឹងរបស់អ្នកឲ្យឆាប់រសាត់បាត់ទី1ធ្វើសមាធិអ្នកគួរប្រើប្រាស់ពេលវេលាខ្លះក្នុងការសមាធិប្រមូលអារម្មណ៍ហើយវាពិតជាមានប្រសិទ្ធភាពណាស់ក្នុងការធ្វើឲ្យអ្នកធូរស្បើយឡើងវិញទី2ធ្វើការដកដង្ហើមឲ្យវែងៗបិទភ្នែករបស់អ្នកដាក់ដៃលើពោះរួចព្យាយាមដកដង្ហើមឲ្យវែងៗរយៈពេល5នាទីនោះអ្នកនឹងមានអារម្មណ៍ថាធូរស្បើយពីភាពតានតឹងការធ្វើបែបនេះវាធ្វើឲ្យបេះដូងរបស់អ្នកដើរបានស្រួលថែមទាំងជួយបន្ទាបសម្ពាធឈាមផងដែរទី3បន្ធូរអារម្មណ៍តាមវិធីងាយៗអ្នកគួររៀនបន្ធូរអារម្មណ៍តាមវិធីងាយៗបំផុតដូចជាស្អំកន្លែងក្តៅអ៊ុនៗត្រង់បរិវេណកនិងស្មាធ្វើការបិទភ្នែកឲ្យម៉ាស្សាត្រង់កស្មានិងសាច់ដុំខ្នងទី4សើចឲ្យខ្លាំងៗការសើចខ្លាំងៗបែបនេះនឹងអាចកាត់បន្ថយអរម៉ូនដែលផ្ដល់ភាពតានតឹងដល់អ្នកហើយអាចបង្កើនថាមពលក្នុងខួរក្បាលទៀតផងហើយអ្នកអាចសើចបែបនេះតាមរយៈការទស្សនាវីដេអូកំប្លែងអានសៀវភៅកំប្លែងឬជួបជុំគ្នាជាមួយមិត្តភក្តិក៏បានទី5ការស្ដាប់តន្ត្រីការស្ដាប់តន្ត្រីក៏អាចជាផ្នែកមួយនាំអ្នកចេញពីភាពតានតឹងផងដែរដោយសារតែការស្ដាប់តន្ត្រីអាចធ្វើឲ្យខួរក្បាលរបស់អ្នកកាន់តែមានអារម្មណ៍ស្រស់ថ្លាបាត់បង់ភាពមូម៉ៅតាមរយៈបទភ្លេងទី6ពិសាតែគឺពិតជាល្អណាស់សម្រាប់សុខភាពហើយវាក៏អាចសម្រាលដល់ភាពតានតឹងរបស់អ្នកផងដែរដោយសារតែវាមានសារធាតុអាមីណូអាស៊ីតដែលអាចកាត់បន្ថយភាពតានតឹងបានទី7សម្រាកភាពតានតឹងអាចឲ្យអ្នកសម្រាកមិនលក់តែការសម្រាកមិនគ្រប់គ្រាន់ក៏អាចឲ្យអ្នកមានភាពតានតឹងវិញផងដែរពេលដែលអ្នកសម្រាកឲ្យបានច្រើនអារម្មណ៍របស់អ្នកក៏កាន់តែធូរស្បើយទៅតាមនោះផងដែរសូមចុច like share និង subscribe page channel របស់យើងខ្ញុំដើម្បីទទួលបានខ្លឹមសារអប់រំបន្ថែមទៀត